សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយតែរឿងដែលមានចំណងជើងថា The Last Voyage of the Mister ដែលសាច់រឿងនេះគឺនិយាយអំពីក្រុមអ្នកដឹកជញ្ជូនតាមសំពៅមួយក្រុមហ្នឹងគឺបានដឹកចំប៉ះបិសាច Dracula ដែលជាបិសាចជជក់ឈាមដ៏សាហាវហើយបិសាចនោះក៏បានធ្វើការសម្លាប់ពួកគេម្ដងម្នាក់ទៅតាមផ្លូវផងដែរដូច្នេះបើសិនជាចង់ដឹងថាសាច់រឿងទាំងមូលនេះល្អមួយយ៉ាងណានោះតោះយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗបន្ថែមទៀតកាត់ចូលសាច់រឿងដំបូងរបស់យើងគឺបង្ហាញអំពីក្រុមប៉ូលីសមួយក្រុមនឹងបានរកឃើញសំពៅមួយដែលវាបានមកបុកច្រាំងហើយក្រឡាប់នៅគៀននោះផងដែរហើយនៅពេលដែលពួកគេបានចុះទៅរកនៅក្នុងសំពៅនោះមិនឃើញសាកសពមនុស្សសូម្បីតែម្នាក់តែគេបានរកឃើញសៀវភៅកត់ត្រាមួយនៅលើសំពៅនោះដែលជាការកត់ត្រារបស់កាពីតែនប្រចាំសំពៅនេះឯងហើយសាច់រឿងក៏បានវិលត្រឡប់ទៅអតីតកាលដែលមិនទាន់មានរឿងរ៉ាវកាត់ឡើងទាំងអស់នេះផងដែរតែដំបូងគឺបង្ហាញអំពីបុរសម្នាក់ដែលគាត់គឺជាដៃស្ដាំរបស់កាពីតែនប្រចាំសំពៅនេះកំពុងតែរើសបុគ្គលិកផ្សេងក៏ដូចជាកម្មករផ្សេងហ្នឹងដើម្បីធ្វើការនៅលើសំពៅរបស់គាត់ដើម្បីដឹកអីវ៉ាន់ចេញពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសអង់គ្លេសហើយគាត់ម្នាក់នេះគឺគាត់មានឈ្មោះថា Wojciech ហើយនៅទីនោះក៏មានវត្តមានរបស់បុរសម្នាក់កំពុងតែដាក់ពាក្យធ្វើការជាមួយនឹងពួកគេផងដែរហើយបុរសម្នាក់នេះគឺគាត់មានឈ្មោះថា Clement ដែលជាតួឯករបស់យើងនឹងឯងប៉ុន្តែ Wojciech គឺមិនយក Clement របស់យើងចូលទៅកាន់សំពៅរបស់គាត់នោះទេដោយសារតែឃើញថា Clement ហ្នឹងគឺមានរាងកាយទន់ខ្សោយនិងដៃមិនដែលធ្វើការអ្វីឡើយដោយសារតែគាត់គឺជាដុកទ័រដែលមកធ្វើការនៅទីនេះដូច្នេះ Wojciech ហ្នឹងគឺមិនទទួលយកគាត់ដើម្បីធ្វើការនៅលើសំពៅទេដោយសារតែគាត់ត្រូវការមនុស្សដែលមានកម្លាំងខ្លាំងដើម្បីលើកអីវ៉ាន់តែប៉ុណ្ណោះដូច្នេះ Wojciech ក៏បានទៅរើសកម្មករផ្សេងដែលមានកម្លាំងខ្លាំងនឹងយកទៅធ្វើការនៅលើសំពៅរបស់គាត់បាត់ទៅចំណែក Clement វិញគឺមិនបានចូលរួមធ្វើដំណើរជាមួយនឹងពួកគេនោះឡើយតែបំរុងនឹងឡើងទៅលើសំពៅទៅហើយហ្នឹងក៏មានកម្មករមួយក្រុមហ្នឹងបដិសេធមិនព្រមធ្វើការវិញដោយសារតែពួកគេបានឃើញសញ្ញាមួយនៅជាប់លើទំនិញដែលក្រុមរបស់ Wojciech ហ្នឹងបានដឹកផងដែរហើយមើលទៅពួកគេដូចជាដឹងរឿងអ្វីម្យ៉ាងនៅពីក្រោយសម្ភារៈទាំងអស់នោះហើយពួកគេក៏បានផ្ដាំផ្ញើទៅឲ្យWojciech ហ្នឹងសុខសប្បាយតាមផ្លូវផងដែរហើយនៅពេលដែលបរិសម្នាក់ទៀតកំពុងតែលើកទំនិញដាក់នៅលើសំពៅហ្នឹងនៅពេលដែលគាត់បានឃើញសញ្ញានៅលើទំនិញនោះធ្វើឲ្យគាត់មានការផ្លឹកជាខ្លាំងហើយគាត់ក៏បានប្រឡែងអាសម្ភារៈទាំងអស់នោះធ្លាក់មកចុះខាងក្រោមបំរុងនឹងត្រូវក្មេងម្នាក់ហើយប៉ុន្តែត្រូវបាន Clement ហ្នឹងទៅជួយក្មេងម្នាក់នោះទាន់ពេលវេលាហើយក្មេងប្រុសម្នាក់នេះគឺជាកូនបង្កើតរបស់កាពីតែននៃសំពៅមួយនឹងឯងបន្ទាប់ពីឃើញការជួយរបស់ Clement ហើយទើបWojciech ហើយនឹងកាពីតែននឹងយល់ព្រមឲ្យ Clement របស់យើងនឹងចូលទៅធ្វើការក៏ដូចជាធ្វើដំណើរជាមួយនឹងពួកគេដើម្បីទៅចក្រភពអង់គ្លេសផងដែរចំណែកបុរសម្នាក់ដែលបានធ្វើឲ្យសម្ភារៈនោះធ្លាក់ចុះមកខាងក្រោមហ្នឹងគាត់ក៏បានរត់ចាក់ចេញពីទីនោះបាត់ទៅដោយសារតែគាត់ដូចជាដឹងថានៅពីក្រោយអារូប logo នៃសម្ភារៈទាំងអស់នេះគឺមានអត្ថកម្បាំងអ្វីម្យ៉ាងនឹងឯងបន្ទាប់ពីនោះសំពៅក៏បានធ្វើដំណើរចាក់ចេញទៅតែម្ដងដោយសារតែទំនិញបានលើកដល់លើសំពៅអស់ទៅហើយនៅពេលដែលចាក់ចេញហ្នឹងក្មេងប្រុសដែលត្រូវបាន Clement ជួយហ្នឹងក៏បានណែនាំអំពីកន្លែងផ្សេងនៅក្នុងសំពៅទៅកាន់ Clement ផងដែរហើយក្មេងប្រុសម្នាក់នេះគឺគាត់មានឈ្មោះថា Tomby នៅក្នុងនោះក៏មានសំណក់មួយផងដែរដែលសំណក់នេះមានឈ្មោះថា Hockក្រៅពីសំណក់នោះនៅក្នុងនោះក៏មានសត្វផ្សេងដែលពួកគេធ្វើការចិញ្ចឹមនៅក្នុងនោះដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ពួកគេក្នុងពេលធ្វើដំណើរនៅលើផ្ទៃទឹកនេះផងដែរជប់ឡើងមកដល់ពួកគេក៏បានរៀបចំកម្មវិធីជប់លៀងមួយដើម្បីប្ររពនៃការចេញដំណើររបស់ពួកគេដូចគ្នាប៉ុន្តែនៅពេលដែលពួកគេកំពុងតែជប់លៀងនោះពួកគេមិនដឹងទេថាទំនិញដែលពួកគេបានធ្វើធ្លាក់តាំងពីថ្ងៃមិញនេះគឺមានសភាវៈអ្វីម្យ៉ាងបានចាក់ចេញពីក្នុងកេសដែលបានបែកនោះហើយមើលទៅសំបីតែសត្វផ្សេងដែលឃើញសភាវៈទាំងអស់នេះហ្នឹងក៏បានរត់ចាក់ចេញពីទីនោះផងដែរដែលមើលទៅវាដូចជាសភាវៈអ្វីម្យ៉ាងដែលមានធម៌ពលខ្លាំងមែនទែនហើយនៅពេលដែល Clement របស់យើងបានដើរ check មើលអីវ៉ាន់នៅក្នុងនោះហ្នឹងក៏ប្រទះឃើញកេសអីវ៉ាន់មួយបានធ្លាក់ចុះមកខាងក្រោមផងដែរហើយនៅក្នុងកេសនោះគឺសុទ្ធតែមានសុទ្ធតែដីតែម្ដងហើយនៅពេលដែល Clement របស់យើងចូលទៅមើលនៅក្នុងដីនោះក៏ប្រទះឃើញស្ត្រីម្នាក់បានកប់នៅក្នុងដីនោះផងដែរដោយសារតែគាត់ឃើញថាស្ត្រីម្នាក់នោះមិនទាន់ស្លាប់ហ្នឹងគាត់ក៏បានជួយស្ត្រីម្នាក់នោះដើម្បីយកមកសង្គ្រោះហើយដោយសារតែគាត់គឺជាដុកទ័រស្រាប់ហ្នឹងគឺគាត់មានសមត្ថភាពក្នុងការជួយសង្គ្រោះជីវិតស្ត្រីម្នាក់នេះដាក់ផងដែរដែលគាត់បានបញ្ចូលឈាមរបស់គាត់ទៅកាន់ស្ត្រីម្នាក់នេះសារតែគាត់បានដឹងថាស្ត្រីម្នាក់នេះដូចឈាមរបស់នាងហ្នឹងត្រូវបានវិវត្តទៅជាអ្វីម្យ៉ាងនឹងឯងហើយចំពោះស្ត្រីម្នាក់នេះដែរគឺនាងមានឈ្មោះថាអាណាកំពុងតែពេលព្យាបាលនោះយើងក៏បានឃើញថាសភាវៈអ្វីម្យ៉ាងបានមករកកេសដែលកប់អាណាផងដែរហើយនៅពេលដែលវាមិនបានរកឃើញអាណាហ្នឹងធ្វើឲ្យវាហ្នឹងមានការខឹងសម្បោរជាខ្លាំង
ពោះ Clement វិញបន្ទាប់ពីជួយសង្គ្រោះជីវិតរបស់ Anna រួចហ្នឹងគាត់ក៏បានធ្វើដំណើរទៅកាន់ដៃចង្កូតសំពៅម្ដងដោយសារតែជាវេនរបស់គាត់ប្រចាំធ្វើការចំពោះបរិសម្នាក់ទៀតដែលត្រូវបានដូរជាមួយនឹងគាត់ហ្នឹងគឺគាត់មានឈ្មោះថា Olet ហើយដោយសារតែចង់ដឹងថាពួកគេធ្វើដំណើរដល់ណានោះ Olet ក៏បានយកកៅយឹតយកមកឆ្លោះមើលផ្លូវប៉ុន្តែនៅពេលដែលគាត់ងាកចេញមកខាងឆ្វេងបន្តិចហ្នឹងក៏ប្រទះឃើញមុខសត្វចម្លែកអ្វីមួយយ៉ាងនៅឈោកពីមុខគាត់ដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយនៅពេលដែលគាត់ទម្លាក់កៅយឹតនោះចូលមកខាងក្រោមហ្នឹងគឺមិនបានឃើញអ្វីទាំងអស់ចំពោះ Clement វិញនៅពេលដែលគាត់កំពុងតែកាន់ចង្កូតហ្នឹងគាត់ក៏ប្រទះឃើញសម្ោលមនុស្សម្នាក់នៅឈរពីមុខគាត់ផងដែរហើយដោយសារតែគាត់គិតថាម្នាក់នោះគឺជា Olet ហ្នឹងគាត់ក៏បានព្យាយាមស្រែកហៅផងដែរប៉ុន្តែនៅពេលដែលស្រែកហៅជាច្រើនដងហ្នឹងមិនឃើញថា Olet ហ្នឹងបានតបជាមួយគាត់ហ្នឹងគាត់ក៏បានសម្រេចចិត្តចោកដៃចង្កូតនោះហើយគាត់ទៅដើររក Olet តែម្ដងហើយចំពោះចុងភៅប្រចាំនៅលើសំពៅរបស់ពួកគេវិញនៅពេលដែលព្រឹកឡើងគាត់ព្យាយាមរកសត្វផ្សេងៗដើម្បីយកទៅចម្អិនធ្វើអាហារហ្នឹងក៏ប្រទះឃើញសាកសពរបស់សត្វសណដែលពួកគេចិញ្ចឹមនៅលើសំពៅនោះផងដែរតែវាត្រូវបានអ្វីមួយយ៉ាងហ្នឹងខំចង់ចំកញ្ចឹងករបស់វាឲ្យធ្វើឲ្យវាដេកស្លាប់នៅកន្លែងនោះបាត់ទៅហើយចំពោះសត្វផ្សេងៗទៀតវាក៏មានសភាពដូចនៅសំណក់នេះផងដែរគឺត្រូវបានអ្វីមួយយ៉ាងជក់ឈាមរបស់វានៅចំកញ្ចឹងកនោះហើយធ្វើឲ្យវាស្លាប់ទាំងអស់តែម្ដងបន្ទាប់ពីនោះពួកគេក៏បានយកសាកសពសត្វទាំងអស់នោះយកមកធ្វើកសោវិច័យផងដែរហើយនៅពេលតែឃើញបែបនេះ Clement របស់យើងហ្នឹងគឺបានសន្និដ្ឋានថាវាមិនមែនជាអ្វីចម្លែកនោះទេគឺប្រហែលជាសត្វទាំងអស់នេះគឺវាខំគ្នាទៅវិញទៅមកដែលបណ្ដាលឲ្យពួកវាហ្នឹងស្លាប់តែម្ដងដោយសារតែគាត់គឺជាដុកទ័រដូច្នេះហើយគាត់គិតតែទៅលើរឿងវិទ្យាសាស្ត្រតែប៉ុណ្ណោះគាត់មិនគិតអំពីអបិយជំនឿឬក៏សភាវៈអ្វីផ្សេងៗនោះឡើយហើយចំណែកពួកគេផ្សេងៗទៀតហ្នឹងក៏មិនបានសន្និដ្ឋានថាវាគឺជាអ្វីឲ្យពិតប្រាកដនោះទេដោយសារតែគេមិនទាន់ដឹងទេតើនឹងមានអ្វីនឹងកើតឡើងបន្ទាប់ពីនោះ Clement របស់យើងហ្នឹងក៏បានចូលទៅលួងលោម Tomby ផងដែរដោយសារតែនេះគឺជាសំណក់របស់ Tomby យប់ឡើងមកដល់ក៏មានបរិសម្នាក់គាត់បានមកយាមនៅកាន់ចង្កូតពេលយប់វិញម្ដងហើយនៅពេលដែលគាត់កំពុងតែដើរមើលនៅលើសំពៅនោះពិនិត្យមើលសម្ភារៈផ្សេងៗហ្នឹងគាត់ក៏ប្រទះឃើញប្រហោងមួយត្រូវបានអ្វីមួយយ៉ាងវាបំបែកចេញមកខាងក្រៅផងដែរគាត់ក៏បានដើរមើលនៅម្ដុំនោះផងដែរហើយគាត់ក៏បានប្រទះឃើញសភាវៈអ្វីមួយយ៉ាងដែលកំពុងតែដេកនៅគៀននោះដែលធ្វើឲ្យគាត់នឹងព្យាយាមយកកូនកំបិតរបស់គាត់នឹងបំរុងទៅចាក់សម្លាប់សភាវៈនោះទៅហើយនឹងប៉ុន្តែគាត់ស្រាប់តែសភាវៈនោះបានលោតមកខ្វាច់ករបស់គាត់ធ្វើឲ្យគាត់ដេកដួលស្លាប់នៅកន្លែងនឹងបាត់ទៅហើយវាក៏បានវាមកជញ្ជក់ឈាមរបស់គាត់ផងដែរហើយបិសាចម្នាក់នេះឯងគឺមានឈ្មោះថា Dracula នោះឯងហើយនៅពេលដែល Clement របស់យើងបានដើររកបុរសម្នាក់នេះគឺគាត់មិនបានជួបនោះទេហើយគាត់បានឃើញត្រឹមតែកូនកំបិតរបស់បុរសម្នាក់នេះធ្លាក់នៅទីនោះតែប៉ុណ្ណោះទើបគាត់ព្យាយាមប្រញាប់ប្រញាល់រត់ទៅប្រកាសអាសន្នភ្លាមៗតែម្ដងព្រឹកឡើងមកដល់ពួកគេក៏ប្រជុំគ្នានិយាយអំពីរឿងរបស់បុរសម្នាក់នោះហើយអ្នកផ្សេងទៀតក៏បានគិតថាបុរសម្នាក់នោះប្រហែលជាផឹកស្រវឹងស្រាហើយធ្លាក់ចូលទៅក្នុងទឹកបាត់ហើយប៉ុន្តែភ្លាមនោះស្រាប់តែអាណានឹងក៏បានភ្ញាក់ដឹងខ្លួនឡើងមកហើយនាងក៏បានប្រាប់ពួកគេថាបិសាចនោះបានមកដល់លើសំពៅនេះហើយប៉ុន្តែពួកគេទាំងអស់គ្នានោះគឺមិនជឿទៅលើសម្ដីរបស់នាងនោះទេហើយចំណែក Clement វិញគាត់នៅតែព្យាយាមតាមសួរអំពីរឿងរ៉ាវគ្រប់យ៉ាងអំពីអាណាផងដែរដោយសារតែគាត់មិនជឿទៅលើអាណានិយាយនោះឡើយប៉ុន្តែដោយសារតែឃើញបែបនេះហើយទើបអាណានឹងបានលាត់អាវរបស់នាងបង្ហាញអំពីស្នាមជញ្ជក់ឈាមរបស់បិសាច Dracula នោះឲ្យគាត់ឃើញហើយនាងក៏បាននិយាយផងដែរថាមូលហេតុដែលនាងមកជាប់នៅលើសំពៅនេះក៏ដូចជាជាប់នៅលើក្នុងទំនិញនោះគឺដោយសារតែបិសាច Dracula នោះបាននាំនាងមកនឹងឯងហើយភូមិរបស់នាងវិញគឺត្រូវបានបិសាច Dracula នោះគ្រប់គ្រងជាច្រើនសតវត្សណាស់មកហើយមូលហេតុដែលនាំនាងយកមកដាក់នៅលើសំពៅនេះជាមួយបិសាច Dracula ហ្នឹងគឺដោយសារតែបិសាច Dracula ហ្នឹងដែលយកនាងមកដើម្បីទុកជញ្ជក់ឈាមតាមផ្លូវនឹងឯងហើយភ្លាមនោះនៅខាងក្រៅវិញក៏មានមេឃភ្លៀងធ្លាក់ជាខ្លាំងផងដែរដោយសារតែមានព្យុះបក់មកកាន់សំពៅរបស់ពួកគេហើយនៅទីនោះផងដែរក៏មានវត្តមានរបស់អាប៉ែ Olet ជាមួយនឹងកម្មករទូកម្នាក់ទៀតនឹងកំពុងតែធ្វើការនៅកន្លែងនោះដើម្បីប្រចាំការក៏ដូចជាបើកសំពៅរបស់ពួកគេទៅខាងមុខបន្ថែមទៀតប៉ុន្តែនៅពេលដែលពួកគេកំពុងតែធ្វើការហ្នឹងក៏បានឮសំឡេងអ្វីចម្លែកម្យ៉ាងហ្នឹងនៅខាងក្រោយទូកផងដែរទើបពួកគេបែកគ្នាទៅឆែកមើលនៅខាងក្រោយនោះប៉ុន្តែនៅពេលដែលបរិសម្នាក់ទៀតបានចាប់អារម្មណ៍ហ្នឹងក៏ត្រូវបិសាច Dracula ហ្នឹងលោតមកពីខាងក្រោយហើយកាន់ក្បាលរបស់គាត់ហ្នឹងអុកជាមួយនឹងក្តារទូកនៅខាងក្រោមនោះធ្វើឲ្យបែកមុខស្លាប់នៅកន្លែងនោះបាត់ទៅចំពោះអាប៉ែ Olet វិញក៏បានព្យាយាមរត់ចាក់ចេញពីទីនោះផងដែរដោយឡើងទៅលើខ្សែសំពៅនៅខាងលើប៉ុន្តែក៏ត្រូវបានបិសាច Dracula ហ្នឹងតាមទៅពីខាងក្រោយផងដែរ
ចំពោះអ្នកផ្សេងទៀតដែលគេនៅក្នុងទូកនេះនៅពេលដែលពួកគេសម្រាកសុខស្រួលក៏ស្រាប់តែរមៀលធ្លាក់ចុះមកខាងក្រោមដោយសំពៅរបស់ពួកគេនឹងត្រូវបានផ្អៀងទៅមួយចំហៀងផងដែរដែលជាហេតុធ្វើឲ្យពួកគេប្រញាប់ប្រញាល់រត់ទៅមើលនៃផ្នែកខាងលើតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទើបសំពៅរបស់ពួកគេផ្អៀងដូចនេះហើយនៅពេលដែលពួកគាត់ឡើងទៅដល់ផ្នែកខាងលើហ្នឹងគឺមិនបានឃើញម្នាក់ណានៅកាន់ចង្កូតនោះឡើយគឺបាត់វត្តមានទាំងអស់តែម្ដងទើបធ្វើឲ្យពួកគេហ្នឹងព្យាយាមឆោឡោហើយដើររកពួកគេទាំងពីរនាក់នោះហើយរកបានមួយសន្ទុះហ្នឹង Clement ក៏ប្រទះឃើញថាដូចជាមានឈាមអ្វីមួយយ៉ាងតក់មកពីខាងលើតក់ចំ Tomby ហើយនៅពេលដែលពួកគេក៏លេចទៅមើលខាងលើហ្នឹងទើបឃើញថាប៉ែ Olet ហ្នឹងគឺបានដេកស្លាប់នៅខាងលើហើយតក់ឈាមចុះមកខាងក្រោមនោះឯងទើបពួកគេប្រញាប់ប្រញាល់យករាងកាយរបស់ប៉ែ Olet ចុះមកខាងក្រោមហើយបានដេកផ្ចិតរបួសនៅចំកញ្ចឹងករបស់គាត់ផងដែរដោយសារតែគាត់ត្រូវបានបិសាច Dracula នោះបឺតឈាមចំកញ្ចឹងករបស់គាត់នោះឯងប៉ុន្តែពួកគេផ្សេងទៀតនេះគឺមិនទាន់ដឹងនោះឡើយទៅកាពីតែនរបស់យើងបញ្ជាឲ្យពួកគេទាំងអស់គ្នាតាមរកអាសភាវៈចម្លែកនោះជុំវិញសំពៅទាំងអស់តែម្ដងប៉ុន្តែទោះជាពួកគេខំរកយ៉ាងណាហ្នឹងក៏រកមិនឃើញផងដែរហើយភ្លាមនោះ Tomby របស់យើងក៏បានចេញពីបន្ទប់ចាក់សោរបស់គាត់ហ្នឹងដើម្បីចេញទៅរកពួកគេទាំងអស់គ្នាដោយសារតែគាត់នៅក្នុងបន្ទប់ហ្នឹងយូរពេកមកហើយនៅពេលដែលគាត់បានធ្វើដំណើរបានមួយសន្ទុះហ្នឹងក៏ផ្ទះជួបជាមួយនឹងវត្តមានរបស់ប៉ែ Olet កំពុងតែដើរមករកគាត់ដូចគ្នាប៉ុន្តែនេះគឺជាមិនមែនប៉ែ Olet ពិតប្រាកដនោះទេគឺដោយសារតែបិសាច Dracula នឹងបានចូលខ្លួនរបស់គាត់តែប៉ុណ្ណោះហើយវាក៏បានព្យាយាមចាប់វត្តមានរបស់ Tomby ផងដែរប៉ុន្តែ Tomby របស់យើងនៅតែអាចរើបំរាស់និងរុចចាក់ចេញពីទីនោះបានហើយ Tomby ក៏បានរត់ចូលបន្ទប់របស់ខ្លួនហើយក៏បានចាក់សោបិទកុំឲ្យវត្តមានរបស់ប៉ែ Olet នឹងតាមខ្លួនផងដែរប៉ុន្តែដូចយើងដឹងអញ្ចឹងដោយសារតែរាងកាយរបស់ប៉ែ Olet នេះត្រូវបានបិសាច Dracula នឹងចូលមកសន្ធិដ្ឋដូច្នេះវាក៏បានយកក្បាលរបស់ប៉ែ Olet នឹងវាយបំបែកទ្វារនោះហើយព្យាយាមចូលមកខាងក្នុងចាប់វត្តមានរបស់ Tomby យកទៅជញ្ជក់ឈាមនោះឯងប៉ុន្តែមួយសន្ទុះក្រោយមកទៅពួកគេទាំងអស់គ្នានៅខាងលើនេះទើបឮសំឡេងសុំជំនួយរបស់ Tomby ដូច្នេះហើយពួកគេទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ចុះទៅខាងក្រោមដើម្បីមើលថា Tomby មានរឿងអ្វីឲ្យពិតប្រាកដនោះឯងហើយនៅពេលដែលពួកគេទៅដល់ហ្នឹងក៏បានចាប់ឃាត់វត្តមានរបស់ប៉ែ Olet សង្កត់ឲ្យជាប់ហើយព្យាយាមចូលទៅជួយ Tomby របស់យើងដែលស្ថិតនៅក្នុងបន្ទប់នោះប៉ុន្តែដោយសារតែបន្ទប់នេះត្រូវបានចាក់សោដូច្នេះហើយពួកគេក៏ព្យាយាមស្រែកហៅ Tomby ហ្នឹងត្រឡប់មកបើកសោឲ្យពួកគេវិញប៉ុន្តែនៅពេលដែលពួកគេព្យាយាមហៅនោះ Tomby របស់យើងហ្នឹងក៏បានក្រឡេកទៅឃើញបិសាច Dracula នេះបានចូលមកដល់ក្នុងបន្ទប់បាត់ទៅហើយវាក៏ជាលើកទី1ដែរដែលបិសាច Dracula នេះបានបង្ហាញរូបរាងពិតរបស់វាឲ្យពួកគេទាំងអស់គ្នានេះបានឃើញស្រស់តែម្ដងហើយពេលនោះបិសាច Dracula នោះក៏បានចាប់វត្តមានរបស់ Tomby ហើយយកទៅបឺតឈាមបានសម្រេចផងដែរហើយចំណែកពួកគេនៅខាងក្រៅនេះគឺមិនអាចជួយអ្វីបានទេដោយសារតែទ្វារនេះគឺត្រូវបានជាប់កន្លឹះយ៉ាងជិតតែម្ដងប៉ុន្តែសំណាងល្អទើបអាណាបានយកកាភ្លើងមកពីខាងក្រោយហើយបាញ់បំបែកទ្វារនោះដើម្បីឲ្យពួកគេអាចចូលទៅខាងក្នុងបានប៉ុន្តែនៅពេលដែលពួកគេចូលទៅខាងក្នុងនោះគឺរឿងគ្រប់យ៉ាងវាបានហួសពេលទៅហើយដោយសារតែបិសាចនោះបានចាក់ចេញពីទីនោះហើយវាក៏បានបឺតឈាមរបស់ Tomby របស់យើងបានជោគជ័យផងដែរបន្ទាប់ពីនោះពួកគេក៏បានយក Tomby ដើម្បីយកទៅព្យាបាលរបួសដោយបញ្ចូលឈាមរបស់ឈាមកាពីតែនចូលទៅក្នុង Tomby ចំណែកឯវត្តមានរបស់ Olet វិញត្រូវបានពួកគេនឹងចាប់យកមកចងនៅផ្នែកខាងលើនេះឯងស្របពេលនោះព្រះអាទិត្យក៏បានរះឡើងមកដែលធ្វើឲ្យរាងកាយរបស់ Olet ហ្នឹងចាប់ដើមឆេះម្ដងបន្តិចដែលធ្វើឲ្យពួកគេផ្សេងនេះមានការស្រឡាំងកាំងជាខ្លាំងដោយសារពួកគេមិនដឹងថានៅពេលដែលបិសាច Dracula នេះខាប់យ៉ាងណាហើយនៅពេលដែលម្នាក់នោះខ្លាចជាបិសាចដែរហ្នឹងវានឹងឆេះនៅពេលត្រូវពលឺថ្ងៃនោះទេបន្ទាប់ពីនោះពួកគេទាំងអស់គ្នាដែលនៅសេសសល់នេះក៏បានប្រជុំគ្នាដើម្បីរកវិធីកម្ចាត់បិសាច Dracula នោះចោលស្របពេលនោះអពាក់មួយដែលធ្វើជាចុងភៅប្រចាំសំពៅរបស់គេហ្នឹងក៏បានលួចទូកមួយដើម្បីធ្វើការចាក់ចេញពីទីនោះផងដែរប៉ុន្តែនៅពេលដែលចៅទូកបានបន្តិចហ្នឹងក៏ស្រាប់តែលេចវត្តមានរបស់បិសាច Dracula នេះដែលឥឡូវនេះគឺអាចហោះបានទៀតដោយសារតែវាបានដោះស្លាប់បាត់ទៅហើយវាក៏បានធ្វើការវាប្រហារទៅកាន់អពាក់ចុងភៅនោះសម្រាប់ចោលនៅកន្លែងនោះបាត់ទៅព្រឹកឡើងមកដល់ក៏ជាពេលដែលពួកគេបានយកសាកសពរបស់ Tomby ដើម្បីយកទៅទម្លាក់ទឹកផងដែរដោយសារតែ Tomby គឺបានស្លាប់បាត់ទៅហើយដែលរឿងនេះធ្វើឲ្យពួកគេមានការសោកសៅជាខ្លាំងជាពិសេសគឺកាពីតែនតែម្ដងដោយសារតែនេះគឺជាកូនប្រុសតែម្នាក់គត់ដែលគាត់មានចុងក្រោយបំរុងទម្លាក់ទឹកបាត់ទៅហើយហ្នឹងគាត់ក៏បានហាមឃាត់
វិញដោយសារតែគាត់បានឃើញថាធំប៊ីរបស់យើងហ្នឹងគឺមានការកម្រើកតែគាត់គិតថាធំប៊ីប្រហែលជាមិនទាន់ស្លាប់នោះទេប៉ុន្តែនៅពេលដែលគាត់បានហែកក្រណាត់នោះមើលទៅលើធំប៊ីហ្នឹងស្រាប់តែធំប៊ីរបស់យើងហ្នឹងក៏ត្រូវបានបិសាច Dracula នោះគ្រងស្ថិតហើយបានហក់មកអោបគាត់ស្របពេលនឹងពន្លឺថ្ងៃក៏បានជះមកដែលធ្វើឲ្យសាកសពរបស់ធំប៊ីហ្នឹងចាប់ដើមឆេះដូចនឹងកាពែអូឡេតអញ្ចឹងដែរហើយវាក៏បានព្យាយាមអោបទៅលើកាពីតែនរបស់យើងដើម្បីឲ្យឆេះទៅជាមួយនឹងគ្នាប៉ុន្តែសំណាងល្អពួកគេដែលផ្សេងៗដែលនៅទីនោះក៏បានចាប់បំបែកពួកគេទាំងពីរនាក់ចេញនិងរុញវត្តមានសាកសពរបស់ Tomby នឹងទម្លាក់ចូលទៅក្នុងទឹកបាត់ទៅចំណែកឯកាពីតែនរបស់យើងវិញគាត់ក៏រងរបួសធ្ងន់ធ្ងរផងដែរដោយសារតែឆេះជាមួយនឹងសាកសពរបស់ Tomby នោះឯងហើយដោយសារតែកើតរឿងខ្លាំងច្រើនពេកហ្នឹងពួកគេទាំងអស់គ្នាក៏សម្រេចចិត្តរៀបគម្រោងដើម្បីសម្លាប់បិសាច Dracula នោះចោលដោយកំទេចនាវានេះចោលតែម្ដងនៅពេលដែលវាបង្ហាញខ្លួនដោយពួកគេមិនទាន់ដឹងឡើយទេថាឥឡូវនេះបិសាច Dracula ហ្នឹងគឺអាចហោះបានទៀតទើបពួកគេព្យាយាមរៀបគម្រោងឈរនៅខាងលើហើយត្រៀមបាញ់វាចុះមកពីខាងលើវិញតែម្ដងប៉ុន្តែនៅពេលដែលពួកគេបានរៀបគម្រោងសម្រាប់បិសាច Dracula នោះស្រាប់តែបិសាច Dracula នោះបានធ្វើឲ្យទីនោះមានសុទ្ធតែសែងអាប់តែម្ដងដែលធ្វើឲ្យពួកគេហ្នឹងគឺមិនអាចមើលគ្នាឃើញនោះឡើយហើយភ្លាមនោះបិសាច Dracula នោះក៏បានហោះមកសម្លាប់បុរសម្នាក់ឲ្យស្លាប់នៅកន្លែងនោះបាត់ទៅចំណែកពួកគេផ្សេងអ្នកទៀតហ្នឹងក៏ត្រូវបានបិសាច Dracula ហ្នឹងវាយប្រហារម្ដងម្នាក់ផងដែរហើយសូម្បីតែកាពីតែនក៏ត្រូវបានវាខាំសម្លាប់នឹងបឺតជញ្ជក់ឈាមនៅលើសំពៅនោះឲ្យស្លាប់ផងដែរជាចុងក្រោយគឺនៅសល់ត្រឹមតែ Clement របស់យើងហើយនឹងអាណាតែប៉ុណ្ណោះដែលនៅរស់រានមានជីវិតប៉ុន្តែវាក៏ព្យាយាមវាយប្រហារមកកាន់ពួកគេទាំងពីរនាក់ដូចគ្នាប៉ុន្តែព្រាមនោះពួកគេក៏បានព្យាយាមតទល់ជាមួយនឹងវាទៅយកព្រោះថៅព្យាយាមនឹងកាប់វាបាត់ទៅហើយប៉ុន្តែក៏ត្រូវបានវាយកក្រញាំរបស់វានឹងវាយចំទៅលើ Clement ឲ្យខ្ទាតប៉ាងទៅម្ខាងហើយវាក៏បានយកកញ្ចក់របស់វានឹងវះករបស់ Clement របស់យើងដាក់ផងដែរដើម្បីជញ្ជក់ឈាមតែសំណាងល្អពេលនោះអាណាក៏បានកាត់ខ្សែក្តោងសំពៅមួយនៅខាងលើនោះដែលធ្វើឲ្យតសក្តោងសំពៅនោះវាធ្លាក់ចុះមកខាងក្រោមហើយសង្កត់ជាប់បិសាច Dracula នោះជាប់នៅសំពៅនេះតែម្ដងហើយពួកគេទាំងពីរនាក់ក៏បានលោតចាក់ចេញពីសំពៅនេះផងដែរដើម្បីទៅអោបនៅគល់ឈើមួយដែលបានអណ្ដែតទឹកទីនោះហើយចំណែកសំពៅវិញវាក៏បានបើកទៅបុកច្រាំងដែលដូចតែយើងឃើញនៅដើមសាច់រឿងអញ្ចឹងដែរហើយនៅពេលដែលបើកបុកច្រាំងនោះអាបិសាច Dracula នោះវាក៏បានរុញអាតសដែលគៀបជាប់វានោះហើយចាក់ចេញពីទីនោះបានរជោគជ័យផងដែរចំណែកឯអាណាហើយនិង Clement វិញនៅពេលដែលពួកគេបណ្ដែតទឹកចិត្តនឹងដល់ច្រាំងបាត់ទៅហើយហ្នឹងអាណារបស់យើងក៏បានវិវត្តខ្លួនចាប់ផ្ដើមคล้ายទៅជាបិសាចជញ្ជក់ឈាមម្ដងបន្តិចប៉ុន្តែពេលនោះនាងក៏បានសម្រេចចិត្តថានាងនឹងសម្លាប់ខ្លួនឯងចោលជាមួយនឹងពន្លឺថ្ងៃតែម្ដងទើបនាងបានលា Clement របស់យើងជាលោកចុងក្រោយហើយនាងក៏បានទៅអង្គុយនៅលើដុំឈើមួយនោះរងចាំពន្លឺថ្ងៃដុតកំឡោចកំទេចនឹងចោលហើយសាច់រឿងក៏បានកាត់រំលងអស់រយៈពេលជាច្រើនខែកន្លងផុតទៅពេលនេះ Clement របស់យើងក៏បានព្យាយាមស្វែងរកវត្តមានរបស់បិសាច Dracula បន្ថែមទៀតដើម្បីធ្វើការសម្លាប់វាចោលហើយពេលនោះគាត់ក៏បានធ្វើដំណើរមកដល់ទៀមស្រាមួយផងដែរប៉ុន្តែនៅពេលដែលគាត់អង្គុយសុកហ្នឹងគាត់ក៏មានអារម្មណ៍ថាបិសាច Dracula ដូចកំពុងនៅចិត្តគាត់ទើបងាកទៅខាងក្រោយហើយគាត់ក៏បានប្រទះឃើញបិសាច Dracula ពិតប្រាកដមែនដែលឥឡូវនេះគឺវាវិវត្តខ្លួនរបស់វាហ្នឹងសឹងតែថាដូចមនុស្ស 100% បាត់ទៅហើយតែធ្វើឲ្យមនុស្សធម្មតាហ្នឹងគឺមិនអាចកត់សម្គាល់និងមើលដឹងថាវាគឺជាបិសាច Dracula នោះបានទេហើយសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់នៅកន្លែងនេះផងដែរអញ្ចឹងជាចុងក្រោយអរគុណអ្នកនរគ្នាតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងជួបគ្នានៅរឿងក្រោយបន្ថែមទៀតបាយ